กล่อง Like you would get this oh tao tạm đi hả gì vậy đấy cái tao tạm đi ta họ đi mất đấy Did you? Unbelievable. Long time no see. Say hi. À đây. Nghe đây. Hi Jonathan. Bao lan hả? Yesterday? Ngày của họ. Cho bao nhiêu hả? Cảm ơn. Cho tam đi hay cho tam đó? Hello cả bạn. Tam đi bán còn bốc bán. Lâu zoom từ sọc mai đó, sọc mai từ cái bông mười khơi. Online. Do you want me to bring the phone to say hi to people? Yeah, I think so. Do you want me to do that for you? Cái chỗ bị khăm mực lắm rồi. Một cái ban đấy là nhang, châu lên đấy cái ban này. Đào khai thì kẹt rồi đào chẳng giờ tái cha chụp xua ôn bờ rán nâng à Rồi on con gần. Chụp top video một tí. I'm gonna go sit down. Oh, I used to insulate it. We're like brave. Take the written test, but also, you know, the written Hello. test give you Dịp xưa. no answer. So Xong tôi like cầm camera. yeah, but Tao đau quá này ha. Ta chuyện mỏng. I need to learn how to cook the low. roll from your wife. We just talk. Hi Nora. Ôi cute đó. Ui. Wow.
pretty, Nora. Thank you. អាទិបនឹកឃើញថាថាវីតើមិនដែលមកទៅថាវីមកជួបង Hi, how you? Hello. How are you? What's new? What's going on? What are you doing now? Just distracted. Has the other one arrived yet? No, And he said he'll be at the last like 10 minutes. Giò thì nó sẽ cream cheese ada cengahnya aku sama ni ya nanti batas ada cengah Cho nhau bay vậy? Ê, vô nè, giờ nó chuồn như vậy. Ê, nó chuồn. Now what is? That's the big one. Yeah, it's outside. Yeah, I'm gonna wait with her. Still had on the shirt. Wanna say hi? You put your lips on. He has 2 great grandchildren. Look. Alan? I think that's Daughter. That's his mom. That's the other mom. I'm trying to you heard through the grapevine? Yeah, we're trying to get a lot of family to go whoever can make it. ប៉ាក្មេងរបស់ខ្ញុំតែងតែចូលចិត្តនៅពេលដែលគាត់ទៅព្រាបវិហារថ្ងៃអាទិត្យម្ដងគាត់តែងតែថតចម្រៀងនោះឲ្យគាត់មកចាក់ស្ដាប់នៅផ្ទះទៀតគឺគាត់អត់ចូលចិត្តនៅទីនេះទេចូលចិត្តតែស្ដាប់ចម្រៀងតាមសពសើតាមព្រះអង្គយ៉ាងថ្ងៃនេះយើងនឹងធ្វើអ្វីៗដើម្បីនឹងគំនិតគាត់ជាពិសេសខ្ញុំដែលនៅជាមួយគាត់ហ្នឹងដឹងគាត់ច្បាស់ហើយគាត់ចូលចិត្តបទចម្រៀងសើព្រាបណាចឹងសូមបងប្អូនយើងចាំស្ដាប់គ្នាហើយចាប់ផ្ដើមបាយព្រះអង្គជាមួយគ្នា So we're going to begin by singing Holy, 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 which is a song about God, and he's not just holy, but he is holy, 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 to where the angels are singing back and forth to this great God. And so as we remember song, we remember the one that he loved more than anything, and that's God himself. So we begin our time with Holy, 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 and I invite you, if you know the words to this song, to sing along as well. ហើយយើងនឹងចាប់ផ្ដើមនៅចម្រៀងបរិសុទ្ធបរិសុទ្ធបរិសុទ្ធដែលជាចម្រៀងមួយដែលមានអត្ថន័យយ៉ាងល្អប្រសើរក្នុងការព្រះរបស់យើងទាំងអស់គ្នាដែលបទចម្រៀងនេះគឺជាការទឹកចិត្តណាស់ហើយយើងនឹងជិះជុំគ្នាចាប់ផ្ដើម Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ធីគេចាប់ផ្ដើមហើយ សូមអរគុណលោកគ្រូ David លោកគ្រូញូបងប្អូនមានញាតិមិត្តក្មួយនិងចៅទាំងអស់ដែលបានឆ្លៀតឱកាសចូលរួមក្នុងពិធីបញ្ចុះសពរបស់ខ្ញុំថ្ងៃនេះខ្ញុំឈ្មោះយូហាំងអ៊ីជាកូនទី4ក្នុងចំណោមកូនទាំងអស់តទៅនេះខ្ញុំសូមអានសង្ខេបជូននៅប្រវត្តិរបស់ខ្ញុំឈ្មោះប៉ៅមេអ៊ីគាត់មានស្រុកកំណើតនៅភូមិស្លាប់បងប្អូនបង្កើតចំនួន6នាក់ក្នុងឆ្នាំ1945គាត់មានគូស្រករឈ្មោះសុកហៀងលីមករស់នៅភូមិព្រះប្រសពស្រុកព្រែកតំមាក់ខេត្តកណ្ដាលតាមដងទន្លេមេគង្គស្រុកខ្មែរភរិយាគាត់ទទួលមរណភាពក្នុងឆ្នាំ1965បន្ទាប់ពីភរិយាមរណភាពទៅគាត់នៅជាពោះម៉ាយរស់ជុំជាមួយកូនទាំង6នាក់ជារៀងរហូតមកដល់ឆ្នាំ1970កូនគាត់ខ្លះក៏ត្រូវឃ្លាតចេញដោយសារប្រទេសមានសង្គ្រាមរហូតដល់ឆ្នាំ1985គាត់បានចាក់ចេញពីស្រុកខ្មែរជាមួយកូនស្រីពៅមករស់នៅស្រុកថៃនៅទីនោះគាត់បានថ្វាយខ្លួនជឿព្រះអង្គដែលមានលោកគ្រូឈ្មោះសានហៃសេងដល់ឆ្នាំ1986គាត់និងកូនស្រីពៅត្រូវបានចាក់ពីស្រុកថៃមកជួបជុំកូនកាលីហ្វ័រញ៉ាហើយបានធ្វើបុណ្យជាមួយទឹកក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទជាមួយលោកគ្រូគង្វាលឈ្មោះ John Smith នៅឆ្នាំ1989បន្ទាប់ពីកូនស្រីមានគូស្រករគាត់និងកូនស្រីបានដូរទីលំនៅមករស់នៅទីក្រុង Signal Hill California ជារៀងរហូតមកឪពុកខ្ញុំដែលមានកូន6នាក់មានចៅ15នាក់ចៅទួត28នាក់និងចៅលួត2នាក់ទទួលមរណភាពនៅថ្ងៃទី14ខែមេសាឆ្នាំ2025ដោយសេចក្តីស្ដាយស្រណោះពីកូនចៅទាំងអស់គ្នាគាត់មានជីវិតអាយុ108ឆ្នាំក្មេងជាមួយគាត់នៅស្រុកខ្មែរខ្ញុំនឹងអានជាភាសាអង់គ្លេស I would like to share a few memories of my dad from my childhood in Cambodia. My dad used to have his own business. He had a big sailboat for loading and delivering dry red corn, which came in big sack of about 100 pounds each. Loading the boat would take a full day